អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់នេះខ្ញុំសម្រាប់វីដេអូនេះយើងនឹងមកស្ដាប់ spoil One Piece chapter 1162តែមុននឹងទៅស្ដាប់សូមជូនដំណឹងថាសប្ដាហ៍ក្រោយ manga One Piece សម្រាប់ទៀតហើយសប្ដាហ៍មុនសម្រាប់បន្តដោយសារតែសុខភាពរបស់លោកគ្រូអូដាហើយសប្ដាហ៍ក្រោយក៏សម្រាប់ដែរហើយប្រហែលជាដោយសារតែបញ្ហាសុខភាពរបស់គាត់ដដែលហ្នឹងចាអ្នកទាំងអស់គ្នាហើយដោយសារតែសាច់រឿងដែលខ្ញុំនឹងយកមកនិយាយនេះវាគឺជា spoil ចំណែកសាច់រឿងពេញដែលជា official ក្នុង manga ខ្លះអត់ទាន់ចេញទេចឹងវីដេអូមួយនេះពេលដែលខ្ញុំនិយាយទៅវាអាចនឹងមានខ្វះខាតនៅត្រង់ចំណុចណាមួយហើយដូច្នេះអ្នកទាំងអស់គ្នាអាចរងចាំអានបន្ថែមទៀតនៅក្នុង app manga plus នេះទៅគេបកប្រែមកត្រឹមត្រូវហើយមានច្រើនភាសាទៀតហើយនៅក្នុង chapter នេះមានចំណងជើងថា GVBR មកពីពាក្យថាការប្រយុទ្ធគ្នានៅ God Valley ចំណែកសាច់រឿងនៅក្នុង mini story នៅតែជារឿងរ៉ាវការធ្វើដំណើររបស់ Yamato ដដែលទេប៉ុន្តែវាឈានមកដល់ chapter ចុងក្រោយហើយអញ្ចឹង mini story នៅ chapter បន្តទៀតយើងនឹងបានដឹងពីរឿងរ៉ាវរបស់តួអង្គដទៃទៀតអត់ទាន់ដឹងថាជានរណាទេមានតែចាំមើលទាំងអស់គ្នាចាឥឡូវយើងចូលមកសាច់រឿងគោលរបស់យើងវិញបើឆាកមកឃើញអ៊ំរ៉េលីកំពុងបី Shiki ដើម្បីរត់ចេញពី God Valley ហើយយើងឃើញថា Shiki គាត់បានជួយបញ្ឈប់រារាំងចៅសមុទ្រដទៃទៀតដែលព្យាយាមវាយប្រហារមកលើ Rayleigh តែ Shiki គាត់មិនមែនចង់ជួយ Rayleigh អីទេគ្រាន់តែខ្លាចឲ្យពួកចៅសមុទ្រដទៃទៀតហ្នឹងធ្វើឲ្យ Shiki មានរបួសខាងមកខាងអ៊ំពុកមាត់សគាត់ក៏បានប្រាប់ឲ្យចៅសមុទ្រទាំងអស់ហ្នឹងបដោតសម្ដៅទៅរកទ្រព្យសម្បត្តិទៅដែលយ៉ាងនឹងបានឃើញពួកចៅសមុទ្រវាយគ្នាឯងទូទាំងកោះតែម្ដងហើយខាងកាប់គាត់ក៏កំពុងតែភ្ញាក់ផ្អើលតក់ស្លុតបន្ទាប់ពីបានឃើញប្រជាជនជាច្រើនរបស់ God Valley ត្រូវបានសម្លាប់ហើយបានឃើញអញ្ចឹងគាត់ក៏បានខលតាក់ទងទៅសិនគូគុថាឯងដឹងរឿងទាំងអស់ដែលកើតឡើងនៅលើកោះទាំងអស់ស្រាប់ហើយតើមែនទេសិនគូគុក៏បានឆ្លើយតបត្រឡប់មកវិញថាធ្លាប់មានអ្នកដែលលើកយកប្រធានបទនេះឡើងមកនិយាយដែរប៉ុន្តែបន្ទាប់ពីនោះពួកគេក៏បានបាត់ខ្លួនអស់ចេញពីកងទ័ពជើងទឹកតាមមកខាងរ៉ាគាត់បានជួយ Alice ហើយនឹង Tiff បានចេញមកហើយនៅពេលនេះគាត់កំពុងតែរត់ដោយបានលីទាំងប្រពន្ធហើយនឹងកូននៅពីក្រោយចំណែកពួកដែលបានដេញតាមរ៉ាក់មកគឺ Asen Kaling ហើយនឹងពួក Holy Knight ដទៃទៀតហើយក្នុងនោះក៏មានក្រុមបិសាចដែលជាមនុស្សរបស់តកូល Devi ដែលពួកគេត្រូវបានផ្លាស់ប្ដូរឲ្យคล้ายទៅជាបិសាចចាគឺផ្លាស់ប្ដូរឲ្យคล้ายជាបិសាចដូចជាអ្នកនៅ Elbaf ចឹងហើយនៅក្នុងចំណោមអ្នកដែលคล้ายជាបិសាចទាំងនោះក៏មានលោកយាយរបស់ Rock ព្រមទាំងឪពុករបស់គាត់ទៀតហើយ Rock គាត់ក៏បានរអ៊ូជាមួយខ្លួនឯងថាស្គួតអើយនេះពួកវាជាអមតៈឬក៏យ៉ាងម៉េចហើយប្រពន្ធរបស់គាត់ដែលនៅពីក្រោយនោះក៏និយាយថាស៊ីបែកដាក់អូនចុះភ្លាមទៅ Rock ក៏តបថាការរត់គេចវាគឺជាជំរើសតែម្យ៉ាងគត់នៅពេលនេះអ្នកណាដែលត្រូវពួកវាចាប់បាននឹងត្រូវផ្លាស់ប្ដូរសភាពឲ្យคล้ายទៅជាបែបនោះវាគឺជាអ្វីឲ្យប្រកាសទៅជាធម្មពលពិសេសរបស់អ្នកណាទៅពុកយាយមានអ្វីកើតឡើងចំពោះអ្នកទាំងអស់គ្នាទៅចាហើយភ្លាមនោះ Alice ប្រពន្ធរបស់ Rock ហ្នឹងគាត់ក៏បានលោតចុះពីខ្នង Rock Alice ក៏បាននិយាយថា Seaback អូនមានមោទនភាពដែលបានខ្លាយជាផ្នែកមួយរបស់តកូល Devi គ្រប់គ្នានៅទីនេះសុទ្ធតែច្រឡំជាមួយអូនទោះបីជាអូនធ្លាប់ជាចៅសមុទ្រពីមុនមកក៏ដោយអូនយល់ច្បាស់ពីរឿងជោគវាសនារបស់តកូលមួយនេះហើយដែលបងត្រូវតែដាក់ឲ្យអូនចុះទៅបើសិនជាគ្រាន់តែកូនក៏ការពារមិនបានផងបើអូនជាមនុស្សស្រីដែលធ្វើបានត្រឹមតែតោងពីក្រោយបងឯងបែបនេះបងឯងច្បាស់ជាមិនមកលងស្រឡាញ់អូនតាំងពីដំបូងទេតើត្រូវទេ Rock ក៏ថាអុយស្អីឈ្មោះអើយEllie បន្តថាបើយើងនឹងត្រូវចាប់ខ្លួនអូននឹងសម្លាប់ Tiff ហើយសម្លាប់ខ្លួនឯងតាមទៅយើងមកមានជីវិតរស់ទាំងអស់គ្នាទៅណាហើយចាំជួបគ្នានៅ Lulusiana Seaback ចាអ្នកទាំងអស់គ្នាជីវិតរបស់ Rock នេះដឹងតែដ្រាម៉ាខ្លាំងហើយចាឥឡូវកាត់មកខាងម៉ែធំលីនម្ដងគាត់ទើបតែបានដណ្ដើមធម្មពលវិសាអ៊ូអូធម្មពលត្រី model Siriu ឬក៏និខៀវមកពី Eva ចឹងតែដែលបានមកឲ្យមើលទៅម៉ែធំគាត់ដូចជាសប្បាយចិត្តខ្លាំងមែនតើចំណែកខាងខូម៉ាក់គាត់ក៏បានប្រើនៅធម្មពលនិខៀវដែលទើបតែបានមកហ្នឹងជួយមនុស្សបានជាច្រើនអ្នកដែរតែពេលដែលបានធម្មពលវិសាចមកឲ្យម៉ែធំគាត់ក៏និយាយថាធម្មពលអ៊ូអូថាតើគូរិត្រូវតែជាអ្នកដែលបានហូបវាព្រមនៅអនាគតរបស់ខ្ញុំចាំបាច់ត្រូវតែមានធម្មពលដល់លើសលប់ចិត្តប៉ុន្តែរំពេចនោះខៃដោក៏បង្ហាញខ្លួនមកពីខាងក្រោយហើយយកដំបងវាយមុខម៉ែធំផាំងបន្ទាប់មកខៃដោក៏ស្ទុះយកធម្មពលបិសាចមកហូបភ្លាមហើយប្រែរូបរាងជានាគហោះចេញពីកន្លែងហ្នឹងបានតែអ្នកនរគ្នាអារឿង Big Mom ចង់ឲ្យខាតាគូរីហូបផ្លែយកបិសាចត្រីហ្នឹងអត់ដឹងថាម៉ែធំគាត់ភ្លេចឬក៏លោកគ្រូអូដាគាត់ច្រឡំទេព្រោះនៅក្នុង Viver គាត់ថាខាតាគូរីហូបធម្មពលបិសាចម៉ូឈីតាំងពីអាយុ5ឆ្នាំតែហេតុការណ៍នៅ God Valley ខាតាគូរីអាយុ10ឆ្នាំហើយហ្នឹងមានន័យថាខាតាគូរីមានធម្មពលបិសាចរួចហើយអញ្ចឹងតើឲ្យគាត់ហូបធម្មពលត្រីមិនកើតត្រង់ចំណុចនេះបើមិនមែន Big Mom គាត់ភ្លេចទេគឺលោកគ្រូអូដាជាអ្នកភ្លេច
ហើយនៅមានរឿងមួយទៀតដែលម៉ែធំគាត់ក៏ហក់អ្នកមើលដែរក៏ប៉ុន្តែខៃដូវាយគាត់ទៅដើមថៃធ្វើវិសាចទៅសោះណាតែគាត់ថាគាត់ជាអ្នកមានគុណយកធម្មពលវិសាចទៅឲ្យខៃដូចឹងតើបានជាពេលដែលមកទាគុណស្រីពីខៃដូក៏ធ្វើមុខប្លែកចាតទៀតកាត់មកខាងរ៉កម្ដងទៀតយើងនឹងបានឃើញថាគាត់បានសម្លាប់សាច់ញាតិតកូលដេវីគ្រប់គ្នាដែលបានខ្លាយជាបិសាចហើយតែរ៉កប្រាប់ថាបើគ្រប់គ្នាគិតចង់សម្លាប់ខ្ញុំត្រូវតែសម្លាប់អ្នកទាំងអស់គ្នាមុនចាហើយនៅទីនោះដែរយើងនឹងបានឃើញអាកាលីកដេកដួលរបួសធ្ងន់ក្អួតឈាមហើយសាច់រឿងគេបានរៀបរាប់ថាការវេបហារបស់រ៉កធ្វើឲ្យពួកកាលីកស្រោចស្រង់សភាពរាងកាយរបស់ខ្លួនបានយឺតថាតថាតាសិទ្ធិនវាបានសង្កេតការគ្រប់យ៉ាងនៅភ្នំហើយវាក៏បាននិយាយជាមួយអ៊ីមុតាមរយៈខ្សែចិត្តឬក៏ចរន្តចិត្តអីហ្នឹងហើយបន្ទាប់មកអ៊ីមុវាក៏ចូលសន្ធឹកក្នុងរូបរាងរបស់សិទ្ធិនដោយតាសិទ្ធិនវាបានប្រែរូបរាងជាបិសាចកហើយយើងនឹងឃើញថាស្មៅរបស់អ៊ីមុបង្ហាញមកនៅលើក្បាលរបស់សិទ្ធិនរ៉កគាត់បានឃើញសិទ្ធិននិងអ៊ីមហើយត្រៀមចូលទៅប្រយុទ្ធជាមួយពួកវាតែនៅខណៈនោះអ៊ំពុកមាត់សក៏មកដល់ហើយដែលបានឃើញពុកមាត់សរ៉កគាត់ក៏សួរថាញូទេអញនឹងមិនបានអ្វីពីសង្គ្រាមនេះទេណាដឹងអត់នៅចង់ជួយទៀតតើមែនទេអ៊ំពុកមាត់សក៏ឆ្លើយតបទៅវិញថាគុំគិតច្រើនអីហ៎អញជាពាក់បំណុលស្រាហែងរហូតមកតាចាហើយបន្តមកទៀតខៃដូក្នុងរូបរាងនេះណាក៏បានហោះមកចូលរួមជាមួយរ៉កហើយពុកមាត់សដែរតែមកដល់ខៃដូក៏សើចហើយសួរថាមិនអីពួកហែងមើលនេះមើលនៅទីបំផុតអញក៏មានធម្មពលបិសាចហើយអញក៏ចង់សាកល្បងធម្មពលនេះដែររ៉កក៏ថាអស់ចាហ្មងអញថាអញអត់ដែលឃើញហែងមានក្តីសុខបែបនេះពីមុនទេមែនអត់ពុកមាត់សក៏ថាវាលួយមែនហ្នឹងហើយតែអញសួរតិចមើលបានអត់អានោះវាជាសត្វស្អីទេចាចំណែកខាងកាបហើយរ៉ូចាសុទ្ធតែអាចដឹងបានពីការមកដល់របស់អ៊ីមុដូចគ្នាដែរឯតាហ៊ានជើងទឹកនិងភ្នាក់ងាររបស់រដ្ឋាភិបាលពិភពលោកក៏សុទ្ធតែភ្ញាក់ផ្អើលដែលបានឃើញរូបរាងបិសាចករបស់តាសិទ្ធិនតាហ៊ាននិងភ្នាក់ងាររដ្ឋាភិបាលនាំគ្នាលាន់មាត់ថាសិនសិទ្ធិនរូបរាងនោះវាទៅជាអ្វីទៅបាទអូយសត្វចម្លែកតែខាងកាបគាត់កំពុងតែមានទឹកមុខព្រួយបារម្ភហើយនិយាយថានេះជាសបានអាក្រក់ឬក៏យ៉ាងម៉េចវាមានអ្វីកើតឡើងចំពោះកោះនេះទៅចាចំណែកខាងរ៉ូចាគាត់ក៏ញញឹមហើយនិយាយថាសូមសរសើរឲ្យគ្រប់ពេលវេលានៃការផ្សងព្រេងខ្ញុំនៅមិនទាន់ដឹងស្អីតតែសោះតែហើយ chapter នេះក៏ចប់ដោយមើលទៅរ៉កគាត់មានការជឿជាក់នៅពេលដែលឆ្លើយតបទៅនឹងសំណួររបស់ពុកមាត់សខណៈដែលកំពុងសម្លឹងមើលទៅសិទ្ធិនរ៉កថាហែងសួរថាអាហ្នឹងវាជាសត្វអីតើមែនទេអញជឿថាយើងកំពុងសម្លឹងមើលទៅពិភពលោកមួយនេះហ្នឹងហើយចាហើយសាច់រឿងនៅក្នុង chapter នេះក៏បានចប់ចាហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ chapter នេះសម្រាប់ admin គឺពេញចិត្តហើយ respect ពួកអង្គរ៉កខាងមែនតើជាពិសេសគឺអ៊ំពុកមាត់សអត់ដែលធ្វើឲ្យ fan គាត់ខកចិត្តសោះល្អតាំងពីដើម 100% ហើយនៅក្នុងវគ្គ God Valley ហ្នឹងដឹងតែមានរឿងដែលរន្ធត់ចិត្តច្រើនហើយចាអញ្ចឹងសម្រាប់វីដេអូនេះសូមចាប់តែត្រឹមប៉ុណ្្នឹងទេសូមអធិស្ឋានបើសិនជាមានខ្វះខាតឬក៏ខុសឆ្គងត្រង់ចំណុចណាមួយហើយក៏អរគុណអ្នកទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាចូលមកមើលជួបគ្នាវីដេអូក្រោយៗទៀតចាអរគុណច្រើន